នេះគឺជាសកម្មភាពខ្ញុំចូលបៀលបងមកផ្ទះទៀតហើយអ្នកទាំងគ្នាបន្ទាប់ពីមេជាងស្រីខ្ញុំគាត់មកវិញគឺការងារយើងពីរាំងលឿនដើរទៅមុខរាំងលឿនអញ្ចឹងណាហើយក៏ជំរាបសួរឬក៏សួស្ដីពុកម៉ែបងប្អូនអ្នកទាំងគ្នាពីចម្ងាយផងដែរហើយថ្ងៃនេះដែរធ្វើមកកាន់វីដេអូប្លុកនៅកន្លែងខ្ញុំធ្វើការងារសំណង់ទៀតហើយបងប្អូនអ្នកទាំងគ្នាហើយនេះគឺជាសកម្មភាពដែលមេជាងខ្ញុំគាត់ចូលបៀកទឹកទី2ឥឡូវគាត់ដើរបៀកទឹកទី2វិចរកហើយគឺខ្ញុំចាប់ដើមដើរបៀកទឹកទី2អាកណាត់ខាងលើម្ដងខ្ញុំបៀកទឹកទី2ប៉ុន្តែទឹកទី3យកលក្ខណៈថាយើងបៀកឲ្យវាស្ពនស្គប់ហើយបានយើងដើរថែមវាយកមកដើម្បីស្អាតយើងទុកស្ងួតពេកក៏ស្អាតដែរអ្នកទាំងគ្នាហ្នឹងដល់ពេលយើងវាយសម្អាតគឺយើងខុសពីវាយសម្អាតពេលដែលយើងវាយទឹកទី2ហើយទុកឲ្យវារាងស្គប់តិចមកកុំឲ្យវាស្ងួតខ្លាំងពេកហើយចាំយើងវាយយកមកគឺវាចូលសាច់គ្នាល្មូតវាម៉ត់ល្អអីចឹងណាហើយបើយើងទុកស្ងួតពេកគឺវារាងពិបាកបៀកវិញសាបៀកទៅវាអត់សូវស្អាតដូចយើងបៀកនៅស្គប់នៅពេលស្ពូនទេបើនិយាយពីរឿងការងារវិញអ្នកនរគ្នាគឺការងារកន្លែងខ្ញុំគឺតឹងរឹងមែនទែនពិបាកហ្នឹងនិយាយទៅមិនងាយថាយកលុយគេបាន100ទេយល់ថាតឹងមែនទែនណាគឺខ្ញុំបៀក3ទឹកហើយស្អាតទេអ្នកនរគ្នាគឺខ្ញុំត្រូវកែងជ្រុងគឺខ្ញុំត្រូវដើរគីបម៉ែត្រតម្រង់ជ្រុងយើងឲ្យត្រង់ព្រិញត្មងអញ្ចឹងណាបានគេយកហើយកែងដល់គឺយើងត្រូវវាយខ្សែបន្ទាត់សងខាងវាយខ្សែឡាញណាវាយហើយវាណាថត់វាផតលក្ខណៈថា5លី1លីឬក៏1ហ៊ុន2ហ៊ុនគឺយើងត្រូវបើម្សៅបើផតធំពេកយើងឲ្យគេកែបោកសិនអញ្ចឹងណាហើយពេលដែលយើងធ្វើឲ្យអស់ហើយអ្នកនរគ្នាគឺយើងត្រូវបកគោទៅឲ្យមេចូលឆែកលំអិតហើយបានគាត់ថាអូខេហើយបានគាត់បកគោទៅឲ្យខាងជូស៊ីចឹងជូស៊ីទៀតអ្នកនរគ្នាគេចូលឆែកលំអិតទៀតបានយើងតគេថាអូខេសញ្ញាទទួលហើយបានយើងបើកលុយបានអស់ទៅមិនងាយថាបានលុយគេ100ងាយទេហើយទៅការងារកន្លែងនេះតឹងរឹងមែនអ្នកនរគ្នាបើអ្នកណាថាការងារកន្លែងនេះធូសាមញ្ញអញ្ចឹងណាអាចមកសាកបានហើយអត់មែនថាការងារកន្លែងខ្ញុំតឹងរឹងហើយស្អាតជាងគេទេលក្ខណៈថាវាមួយយ៉ាងម្នាក់ទេអ្នកនរគ្នាធម្មតាកន្លែងខ្ញុំគឺវាតឹងរឹងបែបកន្លែងខ្ញុំអញ្ចឹងណានិយាយទៅប៊ីកស្អាតអស់ខាត់ក៏ពេលខាត់ហុយរលោមពេញហ្នឹងនិយាយទៅអត់ងាយថាបានទេមួយថ្ងៃគាត់ថាយើងបៀកមកបៀក2នាក់នេះវាធូរជាងយើងបៀកម្នាក់ឯងធំណាយើងធ្វើ2នាក់វាលឿនជាងយើងធ្វើម្នាក់ឯងមែនអត់អ្នកទាំងគ្នាហើយអរគុណច្រើនបងប្អូនអ្នកទាំងគ្នា